នៅក្រុងលង្កាក្រោមពន្លឺព្រះច័ន្ទស្រអាប់នាងសុបេនខាប្អូនស្រីពៅរបស់ស្ដេចយៈទុសកាន់នៅតែរស់នៅក្នុងស្រមោលនៃអតីតកាលការស្លាប់របស់ជីវហាស្វាមីរបស់នាងធ្វើឲ្យចិត្តនាងរងរបួសយ៉ាងជ្រៅប៉ុន្តែថ្ងៃខ្លះពេលខ្យល់សមុទ្រលង្កាបក់តាមបង្អួចវាំងនាងចាប់ផ្ដើមមានអារម្មណ៍ថាជីវិតរបស់នាងមិនគួរមកបញ្ចប់ត្រឹមតែទុក្ខសោកនេះបានឡើយនាងគិតក្នុងចិត្តថាបើខ្ញុំនៅតែបិទខ្លួនក្នុងវាំងនេះខ្ញុំមិនអាចជួបនរណាបានចាច់បំពេញចិត្តខ្ញុំបានឡើយខ្ញុំត្រូវចេញទៅរកជីវិតថ្មីម្ដងទៀតដូច្នេះនាងសុបេនខាបានចូលទៅគាល់ទុសកាន់សួរនាងដោយសំឡេងធ្ងន់ប្អូនស្រីអ្នកមានបំណងវ័យនេះនាងសុបេនខាក៏ឆ្លើយដោយទឹកមុខស្ងប់ស្ងាត់ម្ចាស់បងខ្ញុំចង់ចេញទៅលេងព្រៃបន្តិចខ្ញុំចង់ទៅសួរសុខទុក្ខកូនប្រុសកុម្ពកាសដែលកំពុងបំពេញតបៈនៅមាត់ទន្លេកាល់តីទុសកាន់មើលមុខនាងមួយសន្ទុះមុននឹងព្រមអនុញ្ញាតប៉ុន្តែការពិតនាងសុបេនខាមិនបានចាប់អារម្មណ៍ចំពោះកូនប្រុសឡើយបេះដូងនាងចង់ហោះចេញពីជញ្ជាំងវាំងចង់ឃើញពិភពខាងក្រៅហើយចង់ស្វែងរកបុរសម្នាក់ដែលអាចធ្វើឲ្យនាងលង់ស្រឡាញ់ម្ដងទៀតនាងបានហោះទៅលើមេឃសម្លឹងមើលព្រៃភ្នំនិងទន្លេដ៏វែងឆ្ងាយពីលើអាកាសរហូតដល់នាងមកដល់មាត់ទន្លេកាល់តីនាងក៏បានឃើញព្រះរាមកំពុងស្រង់ទឹកព្រះរាមមានរាងកាយមាំមួនមានសាច់ដុំស្អាតផ្ទៃមុខដូចពន្លឺព្រះច័ន្ទហើយទឹកទន្លេដែលហូរជុំវិញព្រះអង្គហាក់ដូចជាកំពុងប្រឡែងលេងនឹងភាពបរិសុទ្ធរបស់ព្រះអង្គភ្លាមនោះបេះដូងនាងសុបេនខាក៏តក់ស្លុតនាងនិយាយក្នុងចិត្តថាអោម្ចាស់ថ្លៃអើយបរោះនេះសង្ហាដូចទេវបុត្រតើគាត់ជានរណាមកពីណានាងហោះចុះមកលួចមើលព្រះរាមមួយសន្ទុះមុននឹងប្រើមុនបំលែងខ្លួនពីយៈទៅជានារីស្រស់ស្អាតមានមុខមាត់ទន់ភ្លន់សម្លៀកបំពាក់ស្អាតហើយដើរទៅឈររងចាំព្រះរាមតាមផ្លូវត្រឡប់ទៅអាស្រមពេលព្រះរាមបានឃើញនារីម្នាក់ឈរតែម្នាក់ឯងក្នុងព្រៃជ្រៅព្រះអង្គដឹងភ្លាមថានាងមិនមែនជាមនុស្សធម្មតាឡើយប៉ុន្តែព្រះអង្គមិនបានបង្ហាញការសង្ស័យទេព្រះអង្គនិយាយដោយសុភាពថាអត់ទោះតើនាងជានរណាហេតុអ្វីបានជាមកឈរតែម្នាក់ឯងក្នុងព្រៃដ៏ស្ងាត់នេះនាងសុបេនខាធ្វើជាខ្មាស់អៀនហើយឆ្លើយថាខ្ញុំជានាងសុបេនខាប្អូនស្រីរបស់ស្ដេចយៈទុសកាន់ខ្ញុំមិនទាន់មានគូស្រករឡើយពេលខ្ញុំបានឃើញព្រះអង្គបេះដូងខ្ញុំមិនអាចស្ងប់បានទៀតទេសូមព្រះអង្គទទួលខ្ញុំជាភរិយាផងព្រះរាមឆ្លើយយ៉ាងស្ងប់ស្ងាត់ខ្ញុំមានភរិយារួចហើយភរិយារបស់ខ្ញុំគឺនាងសីតាខ្ញុំមិនអាចទទួលនារីផ្សេងទៀតបានឡើយប៉ុន្តែនាងសុបេនខាមិនព្រមបោះបង់នាងនិយាយបន្តបើព្រះអង្គមានភរិយារួចហើយក៏អាចទទួលខ្ញុំជាភរិយាម្នាក់ទៀតបានដែរខ្ញុំនឹងនៅបម្រើព្រះអង្គដោយស្មោះត្រង់ពាក្យនោះធ្វើឲ្យព្រះរាមខឹងព្រះអង្គស្ដីបន្ទោសនាងថានាងគ្មានអៀនខ្មាស់ទេឬស្នេហាមិនមែនជារបស់លេងនឹងខ្ញុំមានភរិយាដែលខ្ញុំស្រឡាញ់ហើយខ្ញុំនឹងមិនក្បត់នាងឡើយនិយាយចប់ព្រះរាមក៏ដើរចេញទៅប៉ុន្តែបើព្រះរាមកាន់តែបដិសេធនាងសុបេនខាក៏កាន់តែលង់ស្រឡាញ់នាងចាប់ផ្ដើមដើរតាមព្រះរាមទៅដល់អាស្រមដោយសង្ឃឹមថាអាចបំបីចិត្តព្រះអង្គបាននៅទីនោះនាងបានឃើញនាងសីតាសម្រស់របស់នាងសីតាដូចពន្លឺព្រឹកធ្លាក់លើផ្កាព្រៃភាពទន់ភ្លន់ភាពបរិសុទ្ធនិងភាពស្ងប់ស្ងាត់របស់នាងធ្វើឲ្យសុបេនខាស្ងប់ស្ងាត់មួយរំពេចប៉ុន្តែបន្ទាប់ពីភាពភ្ញាក់ផ្អើលក្តីច្រណែនក៏កើតឡើងក្នុងចិត្តនាងគិតថាបើនាងនេះនៅរស់ព្រះរាមគ្មានថ្ងៃមើលមកខ្ញុំឡើយភ្លាមនោះនាងសុបេនខាបានប្រែក្រឡាជារូបយក្សដើមវិញហើយលោតចូលទៅវាយប្រហារនាងសីតាស្រែកភ័យព្រះរាមបានប្រើកន្ទុយធ្នូរារាំងការវាយប្រហាររបស់នាងសំឡេងចលាចលបានធ្វើឲ្យព្រះលក្សណ៍ប្រញាប់ចេញមកពីអាស្រមព្រះលក្សណ៍ស្រែកថាយក្សអាក្រក់ហ៊ានមករំខានព្រះរាមនិងនាងសីតាព្រះលក្សណ៍បានចាប់នាងសុបេនខាហើយប្រើព្រះខ័នពិសេសកាត់ដៃកាត់ច្រមុះរបស់នាងរួចបណ្ដេញនាងចេញពីអាស្រមភ្លាមនាងសុបេនខារត់ចេញទៅទាំងឈឺចាប់ទាំងខ្មាស់អៀនទាំងកំហឹងទឹកភ្នែកនាងធ្លាក់លើដីព្រៃប៉ុន្តែក្នុងចិត្តនាងពោពេញដោយភ្លើងសងសឹកនាងប្រញាប់ទៅរកក្រុងខបងប្រុសរបស់នាងហើយប្រឌិតរឿងកុហកប្រាប់ថាម្ចាស់បងព្រះរាមនិងព្រះលក្សណ៍បានបៀតបៀនខ្ញុំពេលខ្ញុំមិនព្រមទូកនោះបានធ្វើបាបខ្ញុំរហូតក្លាយជាសភាពបែបនេះសូមបងជួយសងសឹកឲ្យខ្ញុំផងពេលឃើញសភាពអូនស្រីក៏ខឹងយ៉ាងខ្លាំងគាត់ជឿពាក្យនាងដោយមិនបានសួររកការពិតឡើយគាត់បញ្ជាទាហានភ្លាមរៀបចំកងទ័ពយើងនឹងទៅកម្ចាត់ព្រះរាមនិងព្រះលក្សណ៍ឲ្យរលាយពីព្រៃនេះក្រុងខនាំកងទ័ពយក្សជិរាជសីហោះកាត់មេឃទៅកាន់អាស្រមព្រះរាមនៅមាត់ទន្លេកាល់តីពេលទៅដល់មាត់ទន្លេកាល់តីគាត់ស្រែកលាន់កងរំពងពេញព្រៃថាព្រះរាមមនុស្សកំសាកឆាប់ចេញមកប្រយុទ្ធជាមួយយើងមកយើងនៅទីនេះចាំកំដែងព្រះរាមប្រាប់ព្រះលក្សណ៍ដោយសំឡេងស្ងប់ស្ងាត់ថាម្ចាស់ប្អូននៅការពារនាងសីតាឲ្យល្អបងនឹងទៅប្រយុទ្ធជាមួយយក្សនោះតែម្នាក់ឯងបានហើយព្រះរាមដើរចេញទៅមុខកងទ័ពយក្សតែម្នាក់ឯងខ្យល់ព្រៃបក់ក្រវ៉ាត់សក់និងសម្លៀកបំពាក់ឥសីរបស់ព្រះអង្គ
នៅចំពោះមុខគឺកងទ័ពយក្សរាប់ពាន់កំពុងក្រហមដោយព្យុះកងទ័ពយក្សជិះរាជសីបានវាយចូលមកលើព្រះរាមបានលើកធ្នូបាញ់សពរមាស់ឡើងទៅលើមេឃពន្លឺសបែកចេញដោយផ្កាយធ្លាក់ហើយធ្លាក់ចុះមកកម្ចាត់យក្សរាប់ពាន់នាក់ឲ្យធ្លាក់ទៅដីដោយហ្វូងមេអំបៅហោះចូលភ្លើងក្រុងខឃើញឆ្នោះក៏ខឹងខ្លាំងគាត់លូតចុះមកហើយបាញ់សរបស់ខ្លួនចេញទៅសនោះប្រែជាចាក់រហូតពុះចូលបំផ្លាញធ្នូរបស់ព្រះរាមរហូតខ្ទេចខ្ទីព្រះរាមភ្ញាក់ផ្អើលប៉ុន្តែមិនភ័យឡើយព្រះអង្គបិទភ្នែកហើយបានបួងសួងថា ព្រះភិរុណសូមផ្ញើសរបស់រាមសូរដែលខ្ញុំធ្លាប់ផ្ញើទុកមកកាន់ខ្ញុំឥឡូវនេះផងភ្លាមពន្លឺពីលើមេឃបានធ្លាក់ចុះមកសទឹកមួយបានហោះមកដល់ដៃព្រះរាមបានបាញ់សអគ្គីវាចេញទៅក្រុងខក៏បានបាញ់ព្រួយមកទប់វិញយ៉ាងលឿនតែព្រួយអគ្គីនាគព្រះរាមបានបំផ្លាញសរបស់ក្រុងខបែកបាក់អស់និងបានហោះបន្តទៅបំផ្លាញរាជសីរបស់គាត់រាងកាយក្រុងខធ្លាក់ចុះលើដីសម្លេងលាន់កក់ក្រៅពេញព្រៃព្រះរាមបានពន្យល់ប្រាប់ពីការពិតថាក្រុងខប្អូនស្រីនឹងអ្នកបានកុហកនឹងខ្ញុំនិងព្រះលក្សណ៍មិនបានធ្វើដូចនាងនិយាយនោះទេចូលឈប់សង្គ្រាមនេះទៅ